បាទគ្រប់ជំរាបសួរគ្រូជាទីស្រឡាញ់រាប់អានចឹងថ្ងៃនេះខ្ញុំសូមបន្តទៅវីដេអូរបៀបប្រើប្រាស់ប្រព័ន្ធបង្កើតកិច្ចការការបង្រៀនបាទអញ្ចឹងពេលដែលគ្រូបានចូលទៅក្នុងប្រព័ន្ធប្រកាសជាឃើញផ្ទាំងបែបហ្នឹងហើយអញ្ចឹងគ្រូបើសិនជាកុំព្យូទ័រគ្រូអត់ទាន់តម្លើងទេគ្រូចុចលើប៊ូតុងតម្លើងមកវានឹងលោតពាក្យ install អញ្ចឹងគ្រូគ្រាន់តែចុច install ទៅនឹងអាចតម្លើងបានអញ្ចឹងខ្ញុំសូមចុច install បាទបន្តមកទៀតខ្ញុំសូមដាក់ password ចូលបាទចូលប្រព័ន្ធអញ្ចឹងនៅពេលដែលលោកគ្រូចូលមកដល់ប្រព័ន្ធតនេះលោកគ្រូទៅ scroll មកខាងក្រោមនេះយើងរកពាក្យថាការកំណត់បាទអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចលោកគ្រូកន្លែងតនេះដោយសារប្រព័ន្ធយើងគឺប្រើប្រាស់មុខងារ AI ហើយដើម្បីប្រើប្រាស់មុខងារ AI បានលុះត្រាតែលោកគ្រូទៅយក API key របស់ Google Gemini មកប្រើហើយ Gemini ខ្ញុំសូម recommend ប្រើប្រាស់ប្រភេទ Gemini Pro បើយើងប្រើប្រាស់ Gemini ធម្មតា key API key ពេលខ្លះវាអត់ដំណើរការទេហើយ Gemini Pro ពេលខ្លះលោកគ្រូតែភ្ជាប់ភ្លាមក៏វាអត់ដំណើរការដែរយើងត្រូវរងចាំរយៈពេល24ម៉ោងអញ្ចឹងទៅយក key នោះមកប្រើវានឹងដំណើរការអញ្ចឹងដើម្បីចូលទៅបានយើងចូលទៅកន្លែងទៅនេះបាទចុចកន្លែង link ពណ៌ទឹកប៊ិចនឹងតិចទៅហើយវានឹងទៅដល់កន្លែង API key បាទ API key បាទមកដល់កន្លែងទៅនឹងម្ដងនេះជា API key ដែលខ្ញុំធ្លាប់បង្កើតយកទៅប្រើប្រាស់បាទអញ្ចឹងបើសិនជារបស់លោកគ្រូថ្មីអត់ទាន់ចេះបង្កើតទេខ្ញុំនឹងផ្ញើវីដេអូរបៀបបង្កើត API key ទាំងឲ្យតែបើថាមកដល់ចំណុចនេះហើយឃើញ API key របស់លោកគ្រូ copy ទៅនេះបាទចុចតែកន្លែង copy API key ហ្នឹងឬក៏អត់ទេខ្ញុំចង់បង្កើតថ្មីបាទបង្កើតថ្មីយើងចុចពាក្យ create API key បាទអញ្ចឹង API key នេះខ្ញុំសូមបញ្ជាក់បន្តិចគឺជា API AI បើយើងអត់យក API key ទៅប្រើទេមុខងារប្រព័ន្ធរបស់យើងគឺអត់ដំណើរការទេដោយសារអាហ្នឹងគឺជាមុខងារ AI អញ្ចឹងសូម copy បាទចូលទៅប្រព័ន្ធយើងវិញយើងផាសទៅនេះបាទផាសចូលទៅនឹងមកហើយចុចរក្សាទុកបាទអញ្ចឹងវានឹង load មក API key ត្រឹមត្រូវមុខងារ AI ប្រើប្រាស់បានតែយើងមិនប្រកាសថាវា load អញ្ចឹងដាក់ត្រឹមត្រូវរួចពេលដែលយើងចូលទៅតេស្តដំណើរការវាដំណើរការណាវាអាស្រ័យនឹង API key ហ្នឹងចាស់ឬក៏ថ្មីដូចគ្នាអាយុវាអញ្ចឹងយើងសាកល្បងសិនទៅបាទចូលមកកន្លែងបងកិច្ចតែងការបង្រៀនវិញបាទអញ្ចឹងមកដល់ទៅនេះលោកគ្រូមើលថាមុខវិជ្ជារបស់លោកគ្រូបង្រៀនលើមុខវិជ្ជាអីបាទបើថានៅក្នុងចំណោមទាំងអស់ហ្នឹងអត់មានទេលោកគ្រូចុចផ្សេងយើងអាចសរសេរវាចូលបានដែរទៅហ្នឹងគឺជាឈ្មោះមុខវិជ្ជាបាទឥឡូវអត់មានគីមីទេខ្ញុំឧទាហរណ៍ថាខ្ញុំដាក់គីមីចឹងចុះគីមីវិទ្យាបាទមុខវិជ្ជាគីមីវិទ្យាសម្រាប់ថ្នាក់បាទថ្នាក់យើងរើសមកខ្ញុំថាថ្នាក់ទី12ចុះបាទចំណងជើងមេរៀនលោកគ្រូនៅលើមេរៀនហ្នឹងលោកគ្រូចង់បង្កើតកិច្ចតែងកាយគេដាក់ចំណងជើងមកបាទខ្ញុំឧទាហរណ៍ចឹងណាបាទឈ្មោះវិទ្យាល័យខ្ញុំឧទាហរណ៍ចឹងទៅបាទឈ្មោះលោកគ្រូចំនួនសិស្សដែលលោកគ្រូបង្រៀននៅក្នុងថ្នាក់ហ្នឹងខ្ញុំឧទាហរណ៍ថា55នាក់ចុះបាទការបច្ឆេទនេះបាទការបច្ឆេទលោកគ្រូមើលបើលោកគ្រូមានខ្មែរ calendar បាទ copy ដាក់ចូលមកបើកម្មវិធីហ្នឹងមកបាទហើយខ្ញុំថាខ្ញុំឧទាហរណ៍ថ្ងៃទី15ចឹងចុះនេះខ្ញុំដាក់នេះបាទខ្ញុំដាក់ទាំងអស់ទៅខ្ញុំចង់ប្រើជាថ្ងៃខែខ្មែរបាទខ្ញុំសុំបិទវិញបាទហើយខ្ញុំដាក់ដូចគ្នាបរិញ្ញាហ្នឹងបញ្ចប់ថ្ងៃហ្នឹងរយៈពេលបរិញ្ញាខ្ញុំថា50នាទីបាទព័ត៌មានខាងលើលោកគ្រូពេញមកខ្ញុំដាក់គំរូឲ្យស្រេចទេខ្ញុំសុំអត់ពេញណាតើនឹងលោកគ្រូអាចពេញខ្លួនឯងបានទៅជាអ្វីដែលជារបស់ខ្លួនឯងទៅបាទហើយតើនេះជំពូកការសម្រេចចិត្តបាទមេរៀនឯងលោកគ្រូចង់ដាក់ក៏បានមិនដាក់ក៏បានតែស្រេចចិត្តលោកគ្រូបាទវិធីសាស្ត្របង្រៀនលោកគ្រូជ្រើសរើសមកឥឡូវខ្ញុំថាខ្ញុំយកបែបដោះស្រាយបញ្ហាបាទតើនេះបាទតើនេះខ្លឹមសារមេរៀនអូសរូបភាពបញ្ចូលអញ្ចឹងកន្លែងតើនឹងខ្ញុំសុំសកត់ធ្ងន់បន្តិចគឺយើងយករូបភាពចេញពីមេរៀនរបស់យើងបើលោកគ្រូប្រើប្រាស់លើទូរស័ព្ទដៃថតពីសភៅពុំយើងនឹងក្រឹបមកផ្ញើចូល Telegram យើងធ្វើម៉េចឲ្យតែមានមេរៀនហ្នឹងនៅក្នុង computer របស់យើងបាទហើយមួយទៀតបើលោកគ្រូចង់ប្រើប្រាស់ជាប្រភេទរូបភាពសភៅពុំហើយ convert ជារូបភាពនៅក្នុង computer ផ្ទាល់តែម្ដងគ្រូឃើញ scroll មកក្រោមឃើញពាក្យនេះសៀវភៅសិក្សាគោលគ្រប់កម្រិតលោកគ្រូចុចទៅលើហ្នឹងទៅបាទវានឹងទៅដល់សភៅតែមានលោកគ្រូគាត់ recommend ថាសភៅដែលសាលា digital ឬក៏សភៅនៅក្នុងហ្នឹងសិតតែសេរីចាស់ឥឡូវគាត់បរៀនសេរីថ្មីបាទអញ្ចឹងបើសិនជាបរៀនសេរីថ្មីជំរើសរបស់លោកគ្រូមានតែថតនៅក្នុងទូរស័ព្ទរួចផ្ញើចូលមក
download យកមកដាក់នៅក្នុង computer យើងមកដើម្បីយកមេរៀនហ្នឹងមកធ្វើតែបើថាចង់ប្រើប្រាស់អាហ្នឹងយើងចូលទៅតែហ្នឹងគឺគ្រប់កម្រិតទាំងអស់អញ្ចឹងខ្ញុំឧទាហរណ៍ណាមិញណាយើងប្រើយើងបរៀនគីមីថ្នាក់ទី12អញ្ចឹងខ្ញុំសុំ scroll បាននេះមកដល់កម្រិតទី12នេះបាទនេះទី11ទី12អញ្ចឹងយើងរកមើលគីមីទី12ភូមិប្រវត្តិបាទអញ្ចឹងមានច្រើនណាស់លោកគ្រូអញ្ចឹងលោកគ្រូរកមកព្យាយាមរកបាទអញ្ចឹងទៅលើវិញគីមីទី12នេះគីមីទី12បាទខ្ញុំសុំចុចលើហ្នឹងហើយយើងចុចពាក្យថាទាញយកលោកគ្រូចុចពាក្យថាទាញយកបាទអញ្ចឹងវានឹងចាប់ផ្ដើមទាញយកឲ្យយើងហ្នឹងទៅនេះបាទវាចាប់ផ្ដើមទាញយកហើយអញ្ចឹងវាសភៅពុំរបស់យើងវាស៊ីមេធំដែរអញ្ចឹងលោកគ្រូសុំរងចាំបន្តិចបាទពេញហើយលោកគ្រូពេញហើយអញ្ចឹងយើងចូលទៅវានឹងចូលទៅដល់កន្លែង download បាទកន្លែង download អញ្ចឹងដើម្បី convert វាបានលោកគ្រូត្រូវចូលទៅក្នុង PDF បាទលោកគ្រូsearch ទៅ PDF មកនេះ PDF to JPG បាទចុចមកហើយលោកគ្រូរកពាក្យនេះ I love Cambodia I love PDF នេះ I love Cambodia ជាស្រ័យ I love PDF ចុចលើនឹងមកលោកគ្រូចូលកន្លែង tray 3យើងហ្នឹងបាទហើយ scroll មកក្រោមតិចយកពាក្យនេះ cut save and share ហ្នឹងមក install វាមកទុកនៅលើ computer ចុច install ទៅលោកក្រោយទៀតលោកគ្រូនឹងមានកម្មវិធីហ្នឹងសម្រាប់ផ្លាស់ប្ដូរឬក៏ចុចដាក់ file យើងទៅបាទខ្ញុំសុំទាញ file យើងទម្លាក់ចូលមកបាទហើយយើងចុចពាក្យ convert ទៅជារូបភាព convert to JPG បាទវាចាប់ផ្ដើម convert ឲ្យហើយអញ្ចឹងកម្មវិធីហ្នឹងលោកគ្រូអាចទាញដាក់លើ computer យើងដូចខ្ញុំមិញទាំងមកដើម្បីទុកប្រើប្រាស់ពេលក្រោយទៀតអាហ្នឹងសម្រាប់លោកគ្រូចង់ convert file PDF ទៅជា file រូបភាពខ្ញុំ recommend ថាឲ្យប្រើប្រាស់ website មួយហ្នឹងទៅហើយលើ PDF ហ្នឹងគឺវាអាច convert បាន file ធំ file លើសពី 5 មេព្រោះឯសភៅពុំយើងគឺ file នឹងតែលើសពី 5 មេហើយបើយើងប្រើប្រាស់ប្រព័ន្ធ website ផ្សេងវាអាចនឹង upload អត់ចូលតែលោកគ្រូធ្លាប់ប្រើប្រាស់ប្រព័ន្ធមួយណាដែលជាប្រព័ន្ធ convert PDF ទៅរូបភាពហ្នឹងលោកគ្រូប្រើប្រាស់ប្រព័ន្ធហ្នឹងធ្លាប់ប្រើប្រាស់ប្រព័ន្ធណាលោកគ្រូប្រើប្រាស់ប្រព័ន្ធហ្នឹងទៅតែសម្រាប់ខ្ញុំសូមប្រើប្រាស់ប្រព័ន្ធ I love PDF ហ្នឹងចុះអញ្ចឹងយើងរងចាំវាបន្តិចទៅវានឹងចាប់ផ្ដើម convert ឲ្យយើងដើម្បីយកចេញជារូបភាពបើសិនជាលោកគ្រូដាក់ទាំងសភៅពុំមួយក្បាលទៅ AI វានឹងធ្វើការងារយូរបាទអញ្ចឹងនេះ download ជារូបភាពមកអញ្ចឹងវាចាប់ផ្ដើម download ឲ្យយើងផ្នែកខាងស្ដាំនេះ download ពីតង់ខ្ញុំសូមខ្វែងនៅក្រោមចោលសិនអញ្ចឹងរងចាំ download បន្តិចបាទចូលទៅប្រព័ន្ធយើងសិនអានេះខ្ញុំសូមបិទណាលោកគ្រូសាយើង download រួចហើយបាទត្រឡប់ទៅកិច្ចតែងការបង្រៀនវិញបាទយើងនៅតែដាក់រូបចូលទេបាទនេះរូបចូលអញ្ចឹងកន្លែងរូបហ្នឹងបាទដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺលោកគ្រូត្រូវតែមាន file មេរៀនជារូបភាពបាទជារូបភាពព្រោះខ្ញុំដាក់ឯនេះបាទ control file JPG និង PNG file ហ្នឹងគឺជា file រូបភាពច្រើនសន្លឹកបានអញ្ចឹងតម្រូវឲ្យលោកគ្រូត្រូវមានអស់ហ្នឹងហើយតនេះគឺជាកន្លែងទៅយកសភៅគោលបើលោកគ្រូអត់មានហើយពេលដែលយើងដាក់គឺដាក់តែមួយមេរៀនណាលោកគ្រូសារប្រព័ន្ធខ្ញុំបង្កើតមកសម្រាប់បង្កើតកិច្ចតែងការមួយមេរៀនទេតែមួយមេរៀនហ្នឹងបើសិនជាយើងមាន file រូបភាពនឹងច្រើនសន្លឹកគឺយកមក AI វានឹងវិភាគធ្វើការអីដើម្បីបែងចែកជាកិច្ចតែងការឲ្យយើងបាទចិត្តពេញហើយបាទអូខេពេញខ្ញុំសុំបើកបាទខ្ញុំពលាពេលដែលយើងបានមកវាជា file zip បែបនេះលោកគ្រូម៉ៅស្ដាំយកពី extract បាទ extract all ហ្នឹងមកហើយយើង extract មកបាទអញ្ចឹងយើងនឹងបាន folder មកអញ្ចឹងលោកគ្រូមើលថាមេរៀនរបស់យើងហ្នឹងតាណាមេរៀនទី1ចំពុកទី5អញ្ចឹងអានេះពេលដែលបានជារូបភាពរួចលោកគ្រូខ្ញុំសូមបិទអានេះខ្ញុំសូមចូលទៅមើលសម័យfolder មិញតាណាបាត់បាទនេះលោកគ្រូត្រូវរើសតម្រៀបខ្លួនឯងថាតាណាមេរៀនទី1មេរៀនទី2មេរៀនទី3ណាបាទនេះត្រឹមនេះទៅនេះមេរៀនទី1ដល់ត្រឹមនេះខ្ញុំសូមខាត់
ដាក់ folder មួយថាមួយនេះសម្រាប់មេរៀនទី1ចាស់បាទអញ្ចឹងខ្ញុំទាញ3 4រូបហ្នឹងដាក់ចូលក្នុងប្រព័ន្ធរបស់យើងបាទទម្លាក់ចូល plug ហើយយើងចាប់ផ្ដើមបង្កើតកិច្ចតែងការបង្រៀនអញ្ចឹងរងចាំបន្តិចតើនេះគឺ AI វានឹងវិភាគវានឹងធ្វើការរៀបចំចម្លងអក្សរចម្លងមេរៀនពីក្នុង file រូបភាពដែលលោកគ្រូដាក់ចូលឲ្យវាបង្កើតហ្នឹងវាយកនឹងទៅរៀបចំជាកិច្ចតែងការតម្រង់បាទតម្រង់បែបដោះស្រាយដែលលោកគ្រូបានរើសខាងលើនេះហើយនេះគឺជាព័ត៌មានបាទព័ត៌មានដែលយើងបានពេញខាងលើហ្នឹងអញ្ចឹងអត់ទាន់មានអីទេចាំមើលដល់ពេលដែល AI វាបង្កើតចាប់វានឹងនេះមកហើយតនេះបាទខ្ញុំបាននេះបញ្ជាក់លោកគ្រូស្រេចទៀតនេះដំណើរការដោយ Gemini API បាទអញ្ចឹងតំណឹងគឺត្រូវតែជាប្រភេទ Gemini Pro API key ដែលយើងចូលមកប្រើហ្នឹងប្រភេទ Pro បានវាអាចមានមុខងារដំណើរការបង្កើតទៅវាល្អវាមិនសូវមានបញ្ហាបើសិនជាលោកគ្រូប្រើប្រភេទ Gemini Free វាអាចមានបញ្ហាហើយប្រភេទ Gemini Pro តម្លៃធូរថ្លៃឯលោកគ្រូក្រុមការងារខ្ញុំក៏មានលក់ដែរសម្រាប់យើងមួយឆ្នាំសិក្សាលោកគ្រូចំណាយតែប៉ុណ្្នឹងខ្ញុំគិតថាវាមិនស្មើនឹងថ្លៃកាហ្វេ brand គេមួយកែវផងបាទហើយយើងអាចប្រើបានដល់18ខែបាទមួយឆ្នាំកន្លះបាទឥឡូវគឺយើងបង្កើតបានហើយយើងទៅមើលសមិទ្ធផលបាននេះវានឹងទាញវានឹងវិភាគឲ្យតែតនេះលោកគ្រូត្រូវថ្លឹងថ្លែងខ្លួនឯងដែរបាទថ្លឹងថ្លែងហើយកន្លែងខាងក្រោមនេះខ្ញុំមានជំរើសឲ្យសេរីបានលោកគ្រូនេះកន្លែងគ្រូមុខវិជ្ជានិងនាយករងបច្ចេកទេសហ្នឹងបាទគឺអាចផ្លាស់ប្ដូរទីតាំងការបច្ឆេទនឹងបានហើយការបច្ឆេទនេះគឺចេញថ្ងៃដែលយើងបានដាក់នៅខាងលើនេះបាទត្រង់ចំណុចទៅនេះអញ្ចឹងរាល់ព័ត៌មានលោកគ្រូសូមពិនិត្យច្បាស់លាស់ណាបាទបើថាខុសត្រួសហើយយើងកែសម្រួលទៅយើងចុចបង្កើតម្ដងទៀតមកវា AI វានឹងធ្វើការយើងថ្មីហើយលោកគ្រូត្រូវមើលយើងត្រូវមើលអត្ថន័យក្នុងកិច្ចតែងការយើងដែរថាត្រឹមត្រូវឬមិនត្រឹមត្រូវបើថានៅខ្វះខាតចន្លោះណាមួយអីចឹងទៅលោកគ្រូសូមបង្កើតម្ដងទៀតនេះយើងឃើញតែចុចប៊ូតុងនឹងសម័យទៅ AI វានឹងវិភាគវានឹងធ្វើការបែងចែកចូលអត្ថន័យចម្លងអក្សរយកមកដាក់នៅក្នុងកិច្ចតែងការហ្នឹងតម្រង់ថ្មីឲ្យយើងបើថាអូត្រឹមត្រូវឲ្យអូខេតែខ្ញុំលើកទឹកចិត្តលោកគ្រូសូមអាននេះចំណុចសំខាន់សម្រាប់អ្នកប្រើប្រាស់ដោយសារសម័យបច្ចេកវិទ្យាសម័យ AI លោកគ្រូប្រើប្រាស់ AI ហ្នឹងដោយមានទំនួលខុសត្រូវខ្លួនឯងអញ្ចឹងសូមអានចំណុចសំខាន់សម្រាប់អ្នកប្រើប្រាស់ទាំងអស់គ្នាចាំសម្រាប់ចិត្តយកលទ្ធផលដែល AI ផ្ដល់ឲ្យហ្នឹងទៅប្រើប្រាស់ហើយខ្ញុំមានជំរើសឲ្យលោកគ្រូទៀតបាទជា file Word ចង់ថាខ្ញុំចង់យកទៅកែបាទ down ជា file Word មកលោកគ្រូនេះបាទចុចទៅ down បាន file Word អញ្ចឹងលោកគ្រូសូមសេរីកែ content ថយខ្លួនឯងទៅព្រោះឯហ្នឹងជា file Word បាទមានតារាងមានអីហ្នឹងលោកគ្រូចង់តម្លាក់ font អក្សរចង់អីលោកគ្រូរៀបចំខ្លួនឯងតាមហ្នឹងអាហ្នឹង file Word តែបើថាអស់ហើយខ្ជិលខ្ញុំចង់បានជា file PDF file រូបភាពអីលោកគ្រូចុចរើសតាមហ្នឹងហើយ print គឺជាជំរើសដែលល្អបាទចុចកន្លែងហ្នឹងមកយក more setting នេះហើយលោកគ្រូរើសមើលกระดาษយើងប្រភេទអីបាទហើយបើសិនជាវាជាប់ header and footer ហ្នឹងដោះវាចេញទៅបើសិនជាដាក់អាហ្នឹងវាជាប់ឈ្មោះរបស់កម្មវិធីរបស់ខ្ញុំទៅជាមួយអញ្ចឹងដាក់តែ background graphic ហ្នឹងទៅបានហើយយើងផ្ទៀងផ្ទាត់មើលរបស់យើងបាទមើលតម្រង់កិច្ចតែងការរបស់យើងបើថាអូខេត្រឹមត្រូវរួចរាល់ហើយចុច print បាទ print មកវានឹងលោតផ្ទាំងលោកគ្រូពេញដាក់នៅតាណាខ្ញុំសើដាក់លើ desktop ចោះឬក៏ដាក់នៅតាណាដែលលោកគ្រូចង់ដាក់ទៅហើយចុច save ទៅយើងនឹងទទួលបាន file កិច្ចតែងការបរៀនទម្រង់មួយនឹងបានមកប្រើប្រាស់តែម្ដងបាទនេះទម្រង់កិច្ចតែងការដែលយើងបាន download មកមិញឃើញទេលោកគ្រូអូខេបន្តមកទៀតបន្ទាប់ពីលោកគ្រូបង្កើតកិច្ចតែងការនឹងរួចនេះលោកគ្រូសូមចូលទៅកន្លែង slide សម្រាប់បង្រៀនកន្លែង slide សម្រាប់បង្រៀននេះបានន័យថា AI វានឹងវិភាគវានឹងរៀបចំមេរៀនដែលលោកគ្រូដាក់ចូលក្នុងនេះមេរៀនតានេះដែលយើងបានដាក់ចូលណាបាទប្រហែលស្លឹកហ្នឹង1 2 3 4 5 6 7ស្លឹកហ្នឹងវានឹងយកទៅវិភាគបែងចែកដើម្បីឲ្យលោកគ្រូរៀបចំជា slide ឬផ្ដល់ជាគំនុះព្រៀងដើម្បីយកទៅបង្កើតជា slide យកទៅបរៀនទៅលើមេរៀនហ្នឹងតែម្ដងអញ្ចឹងលោកគ្រូចុចទៅហ្នឹងនឹងឃើញពីប៊ូតុងមួយបង្កើតគំនុះព្រៀង slide បាទតែហ្នឹងគឺជាគំនុះព្រៀងលោកគ្រូឃើញតែចុចទៅហ្នឹងទៅ AI វានឹងវិភាគឲ្យយើងទៀតណាអញ្ចឹងដូចជាវាមានប្រមាណជំហានឲ្យដែរដូចជា3ជំហាននេះជំហានទី1វាបង្កើតព្រៀងឲ្យយើងលោកគ្រូសូមអានខ្លឹមសារវាបន្ថែមទៅខ្ញុំសូមអត់និយាយលម្អិតទេពេលលោកគ្រូអនុវត្តម្ដង2ដងទៅគឺអូខេហើយអញ្ចឹងអ្វីជាគោលគំនិតសំខាន់នៅក្នុងប្រព័ន្ធហ្នឹងគឺ API key
Gemini Pro ដែលយើងយកវាមកប្រើប្រាស់ជាមុខងារ AI ឲ្យវាធ្វើការងារឲ្យយើងទាំងអស់នៅលើប្រព័ន្ធមួយហ្នឹងមិនថាប្រព័ន្ធរបស់ខ្ញុំបង្កើតឬប្រព័ន្ធរបស់លោកគ្រូអ្នកគ្រូផ្សេងបង្កើតទេគឺសិតតែដំណើរការដោយមុខងារ AI បើសិនជាលោកគ្រូអ្នកគ្រូអត់មាន API key សម្រាប់ប្រើប្រាស់ទេវាពិបាកក្នុងការប្រើប្រាស់ប្រព័ន្ធរបស់ពួកគាត់ដែរពីមុនមានលោកគ្រូគាត់ comment ថាលោកគ្រូបង្កើតដូចមុនទៅមិនបាច់ចាំបាច់ដាក់ API key ហ្នឹងឯទេនាំតាវ៉ាវែងឆ្ងាយបាទខ្ញុំចង់ដាក់ឲ្យដែរដោយសារពីមុន free របស់ខ្ញុំហ្នឹងគឺខ្ញុំទិញ API key ហ្នឹងយកទៅដាក់ឲ្យលោកគ្រូប្រើ free គឺចំណាយលុយខ្ញុំច្រើនតែឥឡូវអត់ទេគឺដើម្បីនេះដែរគឺមានតែឲ្យលោកគ្រូអ្នកគ្រូឬក៏ឲ្យអ្នកដែលប្រើប្រាស់ហ្នឹងប្រើប្រាស់ API key ខ្លួនឯងផ្ទាល់តែម្ដងបាទអញ្ចឹងយើងបង្កើតបានគំនុះព្រៀងអញ្ចឹងប្រមាណស្លឹកយើងហ្នឹងវាបង្កើតបានចេញជា9 slide សម្រាប់លោកគ្រូអ្នកគ្រូអញ្ចឹងនេះជំហានទីជំហានទី2វាបង្កើតព្រៀងបាន9 slide ជំហានទី3លោកគ្រូត្រូវចូលទៅក្នុង Google Slide ដើម្បីបង្កើត slide បាទចុចទៅលើប៊ូតុងហ្នឹងទៅវាមកដល់ចំណុច Google Slide អញ្ចឹងលោកគ្រូចុចនេះ blank presentation នេះចុចទៅលើហ្នឹងមកបាទហើយចុចខ្វែងទៅនេះមកបើសិនជាវាលោតផ្ទាំងហ្នឹងលោកគ្រូសារយើងថ្មីវានឹង alert បែបនេះហើយចាចុចលើហ្នឹងមកហើយ get it ទៅបាទហើយលោកគ្រូមានឃើញ Gemini រូប profile Gemini ទាំងអត់បាទលោកគ្រូចុចបើក Gemini ហ្នឹងមកបាទហើយយើងចូលទៅប្រព័ន្ធយើងវិញយើង copy អា slide ទី1នេះពាក្យនៅក្នុង slide ទី1របស់យើងនេះ slide ទី1របស់យើងបាទឃើញតែ copy ហ្នឹងមកផាសវាទៅហើយបញ្ជូនបាទ slide ទី1 slide ទី2លោកគ្រូនេះ slide ទី2បាទ copy ហ្នឹងទៅហើយបញ្ជូនទៀតទៅបាទចាំវាដើរចប់អញ្ចឹងរងចាំបន្តិចវានឹង AI វានឹងធ្វើការបង្កើត slide ឲ្យលោកគ្រូអ្នកគ្រូអញ្ចឹងតើនេះខ្ញុំសូមបង្ហាញតាម slide ពី slide ទេខ្ញុំអត់ធ្វើឲ្យដល់ទាំង9 slide ទេកុំឲ្យខាត់ពេលវេលាហើយខាងក្រោមផ្សេងទៀតលោកគ្រូបង្កើត slide បង្កើតអីរួចលោកគ្រូចាប់ផ្ដើមធ្វើបន្តទៀតមានបង្កើតជាសំណួរនោះគឺវានឹងយកចេញពីមេរៀនដែលលោកគ្រូដាក់ឲ្យ AI បង្កើតជាកិច្ចតែងការហ្នឹងល្បែងសិក្សាដូចគ្នាបែងចែកក្រុមសិស្សសិក្សាដូចគ្នាគឺវានឹងយកចេញពីនឹងមករៀបចំឲ្យជូនលោកគ្រូទាំងអស់បាទអញ្ចឹងសូមរងចាំបន្តិចបាទអញ្ចឹងវាមានជំរើសសួរនេះបាទវាផ្ដល់យើងហីបាទអញ្ចឹងលោកគ្រូចង់បានបែបណាបាន net បដ ாய் ទៅបាទវាចាប់ផ្ដើមបង្កើតឲ្យយើងបន្តខ្ញុំភ្លេចជ្រើសរើសអាកន្លែងបង្កើតជា slide គ្រូបាទរងចាំបន្តិចបាទ approve លោកគ្រូសុំ approve ទៅលោកគ្រូអានផងណានេះខ្ញុំចុចឧទាហរណ៍ឲ្យណាខុសបាត់ហើយលោកគ្រូខ្ញុំសូមខ្វែងចោលសម័យខ្ញុំចូលសម័យដោយសារខ្ញុំ refresh មកបាទGemini សម័យដោយសារ slide ទី1របស់យើងវាមានតែប៉ុណ្្នឹងនេះអត្រាប្រតិកម្មគីមីអញ្ចឹង slide ទី1លោកគ្រូ copy ប៉ុណ្ណឹងមកហើយដាក់ slide ទី2ទៅផងដោយសារ slide ទី1វាខ្លីហើយនេះ slide ទី2បាទដាក់ទៅអា slide ទី2ទៅជាមួយផងបាទទៅទាំងពីរអញ្ចឹងទៅដើម្បីឲ្យ AI វាវិភាគអញ្ចឹងអាមុនវាមានតែប៉ុណ្្នេះអញ្ចឹងវាដាច់ក្បាលដៃកតុយ AI វាវិភាគអត់ដឹងថាចាប់ខ្លឹមសារពីណាទៅណាវានឹងបែងចែក slide បង្កើត slide នេះឲ្យយើងអញ្ចឹងលោកគ្រូសូមមើលព្រៀង slide យើងនេះផងបាទបើថាព្រៀងនឹងវាអត់សូវត្រឹមត្រូវវាខុសឆ្គងទេលោកគ្រូចុចប៊ូតុងព្រៀងនេះសម័យនេះបង្កើតគំរូព្រៀងសម័យមកតែនេះខ្ញុំគ្រាន់តែឧទាហរណ៍ណាដោយសារឯកទេសខ្ញុំមិនមែនគីមីអញ្ចឹងទៅខ្ញុំពិបាកក្នុងការផ្ទៀងផ្ទាត់រឿងវិភាគអត្តន័យដូចគ្នាបាទអញ្ចឹងគឺបានមកហើយបាន slide យើងមកលោកគ្រូចុចតែ refresh ហ្នឹងទៅគឺវានឹងឲ្យបាទហើយដាក់ slide ទី3ចូលមកបាទ slide ទី3យើងនឹងចូលមកបញ្ជូនទៅ
តនេះលោកគ្រូអាចថែមថយកែសម្រួល font នៃខ្លួនឯងបានលោកគ្រូបានថាថ្មីដែរលោកគ្រូរាវទៅបាទ insert បញ្ចូលមកគឺបានមកនេះ slide ទី2អញ្ចឹងលោកគ្រូរៀនប្រើប្រាស់វាទៅដោយសារសម័យនេះហើយយើងមានតែរៀននិងសិក្សាវាទាំងអស់គ្នាបាទបន្ថែម slide បន្តទៀតហ្នឹងលោកគ្រូនឹងកន្លែងបង្កើត slide ហើយបានរួចរាល់អស់ខ្ញុំឧទាហរណ៍ណាថា slide លោកគ្រូបង្កើតចប់ទាំង9ហើយលោកគ្រូធ្វើម៉េចបានបាទចុចកន្លែង file ហើយលោកគ្រូចុចពាក្យ download នេះហើយយើង download ជា file PowerPoint មកលោកគ្រូខាងលើនេះបាទខាងលើហ្នឹងជា file PowerPoint នេះគឺចុចទៅយើងនឹងទទួលបាន slide បទបង្ហាញមួយឬក៏ slide សម្រាប់យកទៅបរៀនក្មេងមួយជាទម្រង់ PowerPoint ហើយលោកគ្រូអាចកែកុនថែមថយក្នុងនឹងបានតែខ្ញុំលើកទឹកចិត្តឲ្យធ្វើនៅក្នុងបាទក្នុង Google Slide នេះដើម្បីមានមុខងារឲ្យអាចជួយសម្រួលការងារដល់យើងចង់ថែមរូបចង់ថយអីយើងអាចសរសេរតែនឹងបានចង់បានអីនៅលើ slide ហ្នឹងលោកគ្រូឃើញតែសរសេរអក្សរខ្មែរហ្នឹងទៅ AI វានឹងរៀបចំឲ្យយើងតាមហ្នឹងហើយបាទអូខេអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូ demo តែប៉ុណ្ណឹងបង្កើតកិច្ចតែងការក៏យើងបានហើយគំរូនៃការបង្កើត slide យកទៅបរៀនក៏បានដូចគ្នាអញ្ចឹងលោកគ្រូសាកប្រើប្រាស់ទៅមានបញ្ហាឆ្ងល់អីផ្សេងអាច chat មក Telegram ខ្ញុំផ្ទាល់ខ្ញុំនឹងជួយfeedback ឬក៏ជួយ fake ជួសជុលបញ្ហាផ្សេងដោះស្រាយបញ្ហាផ្សេងជូនលោកគ្រូបាទអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត